คลิปវីដេអូដែលជនជាតិថៃរួមទាំងបកពួកបានសម្លុតពលករខ្មែរក៏ដូចជាមើងងាយមកកាន់ប្រទេសកម្ពុជានឹងគឺ viral ខ្លាំងមែនទែនមានទស្សនារហូតដល់11លាន view ហើយនៅពេលនេះហើយនៅក្នុងនោះគឺមានមតិពីរមតិមួយគឺអាណិតហើយមួយទៀតគឺសើចចំអកមើងងាយមកកាន់ពលករក៏ដូចជាប្រទេសកម្ពុជារបស់យើងទាំងមូលតែម្ដងថងកន្លែងនេះប្រជាជនថៃជ្រុលនិយមមួយចំនួនកំពុងតែបង្ហាញចរិតពិតរបស់ខ្លួនឯងទៅកាន់ពិភពលោកឲ្យដឹងថាខ្លួនគឺជាមនុស្សដែលអាក្រក់ខ្លាំងខណៈពេលដែលប្រទេសជិតខ្លួនគឺជាប្រទេសដែលចិត្តល្អហើយយើងឃើញថាបញ្ហាប្រមាណថ្ងៃមុនរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនឹងស្វាគមន៍ពលករខ្មែរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅក្នុងនោះបែរជាថ្នាក់ដឹកនាំរបស់ប្រទេសថៃបដិសេធមិនយល់ស្របចំពោះសំណើមួយនេះទេតែនៅពេលដែលពលករខ្មែរធ្វើការនៅទីនោះបែរជាពួកគេនាំគ្នាមើលងាយរើសអើងជាតិសាសន៍ទៅវិញថងកន្លែងនេះបងប្អូនដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាផ្សេងៗហើយតកតងជាមួយនឹងការដើរហើរព្រោះយើងអត់ដឹងថាមានជនជាតិថៃប្រមាណអ្នកដែលល្អហើយនឹងមានជនជាតិថៃប្រមាណអ្នកដែលអាក្រក់នោះទេហើយបើសិនជាបបាក់ពេកដើម្បីសុវត្ថិភាពក៏ដូចជាអាយុជីវិតត្រឡប់មកកាន់ប្រទេសខ្មែរសិនក៏បានដែរពីព្រោះថ្នាក់ដឹកនាំរបស់កម្ពុជាយើងគឺបានសម្រួលរាល់បញ្ហាក៏ដូចជាការងារដល់បងប្អូនហើយ